បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំដែលខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពី4ចំណុចសំខាន់នៅលើ iPhone ដែលអ្នកនរគ្នាអាចនឹងអត់ដឹងអញ្ចឹងចំណុចនោះវាមានចំណុចពិសេសមែនទែនសម្រាប់ iPhone របស់យើងដែលយើងប្រើប្រាស់រាល់ថ្ងៃណាហើយជាដំបូងគឺបងប្អូនចូលទៅកាន់ Safari អញ្ចឹងពេលបងប្អូនចូលមកកាន់ Safari ឧទាហរណ៍បងប្អូនចូលមកកាន់ website ណាមួយអញ្ចឹងបងប្អូនឃើញផ្ទាំងដូចនេះចឹងមិនថានេះជាផ្ទាំងពាណិជ្ជកម្មណាអញ្ចឹងនៅលើ iPhone គឺបងប្អូនអាចធ្វើការដកវាបានតែគាត់ថាបងប្អូនចុចលើខាងលើបងប្អូននឹងឃើញពាក្យថា High Distracting Item ចឹងបងប្អូនគាត់ទៅចុចលើហ្នឹងតើបងប្អូនselectលើពាណិជ្ជកម្មហ្នឹងបងប្អូននឹងឃើញពាក្យ Hard ចឹងបងប្អូនselectលើពាក្យ Hard គឺពាណិជ្ជកម្មហ្នឹងបាទបន្ទាប់មកបងប្អូនគាត់ទៅចុចដាននៅខាងលើអញ្ចឹងក្នុងផ្ទាំងហ្នឹងគឺបងប្អូនអាចអស់មើលឲ្យបានទាំងអស់ចឹងអត់មានពាណិជ្ជកម្មទេគឺផ្ដល់ភាពងាយស្រួលមែនតើចូលមកដល់ចំណុចទី2នោះគឺបងប្អូនចូលមកកាន់ setting បន្ទាប់មកបងប្អូនអូសមកខាងក្រោមបងប្អូននឹងឃើញពាក្យថា privacy and security បន្ទាប់មកបងប្អូនចូលមកកាន់ location service បងប្អូនអូសមកខាងក្រោមបងប្អូនយក system service បន្ទាប់មកបងប្អូនយក significant location បងប្អូនចុចលើហ្នឹងមកទាមទារបងប្អូនដោះនៅ password Apple ID ផងដែរឡើយហ្នឹងចុចចូលកាត់ដោះចឹងបន្ទាប់ពីខ្ញុំធ្វើការដោះរួចរាល់បងប្អូនអាចឃើញក្នុងនេះវាមានមុខងារមួយគឺវាធ្វើការ record ទីតាំងរបស់យើងនៅយើងបានធ្វើដំណើរការទៅដល់ទីណាអញ្ចឹងបងប្អូនទាំងគ្នាជួយធ្វើការ record របស់យើងហើយបើយើងអត់ចង់វា record ទេបងប្អូនអាចចុចបិទឡើងនេះហើយបើសិនជាបងប្អូនឬក៏បងប្អូនអាច clear history របស់យើងបានតែយើងបានទៅណាមកណាបងប្អូនដល់ចំណុចទី3នោះគឺទៅលើ photoចឹងបងប្អូនចូលទៅកាន់ photo ចឹងបងប្អូនចូលមកដល់ photo បងប្អូនមើលខាងក្រោមនេះបងប្អូនអស់មកខាងស្ដាំមកបងប្អូននឹងឃើញពាក្យថា QR code អញ្ចឹងក្នុងនេះគឺមុខងារមួយចំនួនគឺវាបង្ហាញបងប្អូនអរគ្នាឲ្យធ្វើការស្វែងរក QR code បានយ៉ាងងាយស្រួលដោយវាបង្ហាញ QR code ទាំងអស់ឲ្យតែនៅលើនឹងមិនថា QR code នៅលើថង់ដូចខ្ញុំបានទិញឬក៏វិក័យប័ត្រអីផ្សេងៗហ្នឹងឲ្យតែមាន QR code គឺលោតមកទីតាំងនេះទាំងអស់បងប្អូនមិនប្របាក់មិនថារូបភាពណាដែលមាន QR code នោះទេដូចចង់ send QR code ឲ្យគេ scan លុយហ្នឹងគឺងាយស្រួលមែនតើខ្ញុំគិតថាចំណុចហ្នឹងគឺវាងាយស្រួលសម្រាប់បងប្អូនអរគ្នាអញ្ចឹងចូលមកដល់ចំណុចទី4គឺនៅក្នុង photo ដដែលបងប្អូននឹងឃើញមុខងារមួយថាដាក់ថា customer recorder អញ្ចឹងបងប្អូនចុចលើហ្នឹងបងប្អូនចង់ឲ្យឃើញនៅ data មួយចំនួននៅលើនេះគឺអាចឃើញបានបងប្អូនអរគ្នាអញ្ចឹងឧទាហរណ៍ថាបងប្អូនយក media feature photo អញ្ចឹងទៅហើយបងប្អូនអាចចង់ឲ្យមួយណានៅលើថតថា utility នេះនៅលើគឺបងប្អូនអាចធ្វើបានគឺវានឹងលោតមុខងារជាច្រើនមកលើនេះបងប្អូនឲ្យឃើញមិញគឺយើងអត់មានមុខងារនៅខាងក្រោមទេឥឡូវយើងមានមុខងារនៅខាងក្រោមនឹងវាផ្ដល់ឲ្យបងប្អូនកាន់តែងាយស្រួលជាងមុនបងប្អូនអាច customize ឲ្យដកចេញបន្ថែមនៅមុខងារផ្សេងៗបានចឹងអរគុណថ្ងៃនេះខ្ញុំមាន4ចំណុចនេះហើយខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ